ជំរាបសួរបងប្អូនខ្មែរខ្ញុំមានវីដេអូមួយចង់ចែកចាយដល់បងប្អូនគឺពិធីបុណ្យនៅខេត្តក្រចេះថ្ងៃទី27ដល់ថ្ងៃទី29គាត់ចង់ចែកចាយនៅវីដេអូនេះឬក៏ share វីដេអូនេះដើម្បីបងប្អូនដឹងទាំងអស់គ្នាយើងបើបងប្អូនដែលគាត់ដូចជាខ្ញុំអញ្ចឹងគឺរឿងសង្គ្រាមអានឹងធ្វើម៉េចតែប្រទេសយើងគឺយើងត្រូវការរួបរวมគ្នាបាទដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងទេសចរសហការជាមួយរដ្ឋបាលខេត្តក្រចេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងពាណិជ្ជកម្មគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាសភាពាណិជ្ជកម្មខេត្តក្រចេះក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងផ្នែកឯកជននឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី10ឆ្នាំ2026ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែមីនាឆ្នាំ2026នៅខេត្តក្រចេះក្រមប្រធានបទទន្លេបៃតងបេតិកភណ្ឌវប្បធម៌និងធម្មជាតិមហាសាលពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី28ខែមីនាឆ្នាំ2026ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនឧបនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងព្រឹត្តិការណ៍ជាតិដ៏អធិកអធមនិងសោមនស្សរីករាយនេះនឹងមានសកម្មភាពសំខាន់សម្រាប់ការទស្សនានិងកម្សាន្តដូចជាការផ្សាយផ្ទាល់នៅការសម្ដែងទស្សនីយភាពសិល្បៈការប្រគំតន្ត្រីដែលមានការចូលរួមពីសំណាក់ក្រុមសិល្បករសិល្បការិនីនិងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាសកម្មភាពកីឡានិងការប្រកួតកីឡាផ្សេងៗដែលមានការចូលរួមពីសំណាក់ក្រុមកីឡាករនិងកីឡាការិនីល្បីៗការតាំងពិព័រណ៍សមិទ្ធផលរបស់ក្រសួងស្ថាប័នផលិតផលទេសចរនិងផលិតផលទូទៅសេវាកម្មទេសចរភូមិម្ហូបអាហារក្នុងតំបន់និងផលិតផលក្នុងស្រុកកម្មវិធីរាប់បាតព្រះសង្ឃចំនួន99អង្គពិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ពព្រមទាំងផ្ញើក្តីនឹករលឹកដល់ប្រជាជនភៀសសឹកកម្មវិធីចែកអំណោយសប្បុរសធម៌កម្មវិធីប្រឡែងកូនត្រីចូលទៅក្នុងទន្លេកម្មវិធីដាំដើមឈើកម្មវិធីបណ្ដែតប្រទីបនិងសកម្មភាពកម្សាន្តនានាអាស្រ័យហេតុនេះក្រសួងទេសចរសូមអញ្ជើញជាជាតិអន្តរជាតិនិងសាធារណជនចូលរួមទស្សនានិងកម្សាន្តដោយមេត្រី